សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំសូមបង្ហាញអំពីរបៀបក្នុងការសតទិន្នន័យនៅក្នុង Excel បាទឥឡូវខ្ញុំមានតារាងមួយដូចនេះបាទហើយទិន្នន័យរបស់ខ្ញុំនេះបាទលេខរៀងរបស់ខ្ញុំនេះឃើញទេឃើញវា load ខុសហ៎បាទអញ្ចឹងបើវា load អត់ត្រឹមត្រូវតាមអ្វីដែលខ្ញុំចង់បានទេload មានន័យថាវា load លេខរៀងពីតូចទៅធំឬក៏ពីធំទៅតូចបាទអញ្ចឹងដូច្នេះគឺខ្ញុំចង់ឲ្យវាធ្វើការសតទិន្នន័យទៅតាមលំដាប់លំដោយនៃលេខតូចទៅលេខធំបាទអញ្ចឹងដើម្បីក្នុងការសតទិន្នន័យដំបូងគឺលោកអ្នកត្រូវតែធ្វើការយកនេះណាបាទ cursor នេះគឺនេះអ្វីដែលយើង select នេះណាបាទយកមកដាក់នៅក្នុង table ដាក់នៅក្នុងណាក៏បានដែរឲ្យដាក់ក្នុង table របស់យើងនេះបាទបន្ទាប់មកគឺយើងចូលនៅក្នុង data ហើយយើងយកពីតា sort នៅកន្លែង sort by នេះគឺឲ្យយើងធ្វើការជ្រើសរើស column ណាមួយដែលយើងចង់ sort ឧទាហរណ៍ថាឥឡូវខ្ញុំចង់ឲ្យវាតម្រៀបទៅលេខរៀងពីតូចទៅធំបាទអញ្ចឹងកន្លែង sort by នេះគឺខ្ញុំរើសយកពីថា n0 ហើយចំណែកនេះorder នេះគឺយើងអាចធ្វើការរៀបពីតូចទៅធំរៀបពីធំទៅតូចអាស្រ័យទៅលើការចង់បានរបស់លោកអ្នកបាទឥឡូវគឺខ្ញុំជ្រើសយកពីថា smallest to largest បាទហើយខ្ញុំអូខេបាទអញ្ចឹងពេលនោះវានឹងធ្វើការតម្រៀបទៅតាមលេខតូចទៅលេខធំនៃ column n0 បាទអញ្ចឹងនៅពេលដែលវាធ្វើការរៀបនេះមិនមែនវាថាវារៀបតែនេះទេហើយទិន្នន័យដែលនៅខាងក្រោយនេះអត់រៀបទេមិនអញ្ចឹងទេណាបាទគឺវារៀបយកមួយ row នេះវាយកទៅដាក់បន្តគ្នាទៅតាមលំដាប់នៃបាទនៃលេខតូចទៅលេខធំបាទឥឡូវឧទាហរណ៍ថាឥឡូវនេះអានតារានេះនៅលេខ1ឥឡូវខ្ញុំសុំ undo មកវិញបាទអានតារានេះវានៅលេខបាទណែលេខខាងក្រោមណែណាបាទអញ្ចឹងនៅពេលដែលយើងធ្វើការសតទៅវាយកមួយ row នេះយកទៅដាក់ខាងលើហើយមកលេខ2 row លេខនេះណាបាទ n0 លេខ2យកដាក់បន្ទាប់ n0 លេខ3នេះគឺយកដាក់បន្ទាប់ពីលេខ2បាទឥឡូវខ្ញុំសូមធ្វើសារថ្មីគឺខ្ញុំយក cursor ដាក់នៅក្នុង table ចុចពីថា data tab គឺយកពីថា sort កន្លែង sort bar ជ្រើសរើស column ដែលយើងចង់ sort បាទ column n0 បាទ order នេះគឺលំដាប់នៃការ sort បាទឥឡូវខ្ញុំយកពីតូចទៅធំអូខេបាទវានឹងធ្វើការតម្រៀបបែបនេះបាទតន់បាទឥឡូវចំណុចមួយទៀតគឺខ្ញុំមិនបាច់ដាក់ cursor នៅក្នុងណាមិនបាច់ចុចដាក់ cursor នៅក្នុងណាហើយយកពីថា sort ទេជំរើសមួយទៀតគឺលោកអ្នកអាចដាក់ cursor នៅក្នុង column ណាដែលលោកអ្នកចង់ sort តែម្ដងឧទាហរណ៍ថាឥឡូវ column n0 ដែលខ្ញុំចង់ sort អញ្ចឹងយើងក៏យកមកដាក់ឲ្យចំ column n0 នោះដាក់ប្រឡោះណាក៏បានដែរឲ្យតែក្នុង column n0 បន្ទាប់មកគឺយើងចូលពី data tab នៅក្នុងចំណុចនេះណាបាទអញ្ចឹងយើងនឹងឃើញហើយshortcut វាគឺ n ទៅ zទៅ a អូសំទោសអានេះ a ទៅ z អានេះ z ទៅ a ណាបាទអញ្ចឹងករណីដែលយើងយកវាថា a ទៅ z មានន័យថារៀបពីតូចទៅធំ z ទៅ a មានន័យថារៀបពីធំមកតូចឥឡូវខ្ញុំចង់រៀបពីធំមកតូចវិញណាបាទអញ្ចឹងខ្ញុំដាក់ cursor នៅក្នុង column n0 គឺជា column មួយដែលខ្ញុំចង់ sort ចុច data ហើយចុចពីថា n to បាទ z ណា nz បាទចុចមកបាទពេលនោះវានឹងតម្រៀបធ្វើការតម្រៀបពីលេខធំមកលេខតូចបាទអញ្ចឹងខ្ញុំចង់តម្រៀបពីលេខតូចមកលេខធំនេះខ្ញុំដាក់ cursor នៅក្នុងនោះមកហើយខ្ញុំចុច a ទៅ z មកឃើញទេបាទចំពោះឯលេខក៏ដូចគ្នាដែរគឺយើងអាចធ្វើការដាក់ cursor នៅក្នុងcolumn ណាដែលយើងចង់ sort ឧទាហរណ៍ឥឡូវខ្ញុំចង់ sort តាមitem នីមួយបាទខ្ញុំយកមកដាក់ក្នុង column item ខ្ញុំយកថា a ទៅ z ក៏បាន z ទៅ a ក៏បានអាស្រ័យទៅលើចំណាប់ការចូលចិត្តរបស់លោកអ្នកណាអ្វីដែលលោកអ្នកត្រូវការបាទយក a ទៅ z បាទពេលនោះវានឹងតម្រៀបអក្ខរក្រមពី a ទៅដល់ z បាទអញ្ចឹងនេះគឺជាវិធីងាយៗក្នុងការ sort data បាទអញ្ចឹងចំពោះវីដេអូក្រោយទៀតគឺខ្ញុំនឹងបង្ហាញអ្វីដែលថ្មីសម្រាប់ឲ្យលោកអ្នកបានចេះដូចខ្ញុំដែរបាទសូមអរគុណសម្រាប់ការទស្សនានៅវីដេអូ clip មួយនេះ